ជាអ្នកចម្បាំងកងហ្វូខ្ញុំដែរមានចំណុចទៅលើកពូតទៅឆាប់ឡើងចិត្តដល់ទីនោះហើយស្អីគេទេអូទេអើយសុំទោសពូយើងនឹងនាំយកអនុស្សាវរីយ៍របស់យើងមកវិញមកទេខ្ញុំនឹងយកអនុស្សាវរីយ៍របស់ខ្ញុំមកវិញវាជាប្រវត្តិសាស្ត្រមែនហើយលោកម្ចាស់អកវេបាទខ្ញុំខ្លាចថាខ្ញុំមិនអាចរស់ដើម្បីមើលទីនេះបាទទេតើសិស្សរបស់លោកគ្រូនឹងត្រៀមខ្លួនហើយទៅបាទលោកម្ចាស់អកវេឯងដឹងរឿងនេះទេម្ចាស់អ្នកណាដែលខ្ញុំជ្រើសរើសមិនត្រឹមតែនាំមុខនោះទេគឺផ្ដល់សន្តិភាពដល់ចលងភ្នំផងដែរប៉ុន្តែចំពោះឯងផងដែរអើយសូមឲ្យមានការប្រកួតចាប់ផ្ដើមបាទអត់ទេចាំមើលចុះខ្ញុំក៏មកដែររងចាំខ្ញុំផងបាទហុយបើកទ្វារអើយឲ្យខ្ញុំចូលទៅក្នុងដែរទៅប្រជាពលរដ្ឋនៃចលងភ្នំសន្តិភាពវាជាមហាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំបង្ហាញជូនលោកអ្នកនៅសត្វខ្លាពូវេកអូរ៉ែនស្វានិងម៉ាធីសគឺជាអ្នកក្លាហានទាំង5បែរឲ្យក្លាហានទាំង5អ្នកចម្បាំងអើយត្រៀមចាំមកផ្លែតអទេប្រហោងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធអណ្ដាតភ្លើង1000មើលនោះណចេញពីផ្លូវខ្ញុំទៅអូហូហើយអ្នកចុងក្រោយគឺអ្នកក្លាហាន Tigers ហើយជួយខ្ញុំប្រជាពលរដ្ឋអ្នកមិនទាន់ឃើញនៅឡើយទេហើយខ្ញុំដឹងហើយអ្នកក្លាហាន Tigers មានមុខដែកនិងហ៊ានពលីចំពោះគាត់ខ្ញុំយល់ហើយអ្នកចម្បាំងនេះគឺស្ថិតក្នុងចំណោមពួកយើងប្រជាពលរដ្ឋនៃជ្រលងភ្នំសន្តិភាពឥឡូវនេះលោកម្ចាស់អកវេនឹងជ្រើសរើសអ្នកចម្បាំងនេះអត់ទេចាំខ្ញុំសិនអូបាទអូតើឯងកំពុងធ្វើអីហ្នឹងតើខ្ញុំកំពុងធ្វើអីជប់ទៅខ្ញុំនឹងទៅមើលអ្នកចម្បាំងនេះប៉ុន្តែពុកមិនយល់ទេទីបំផុតសុបិនឯងគឺជាកាទៀវហើយខ្ញុំកុហកពុកហើយកាទៀវនោះមិនមែនជាសុបិនរបស់ខ្ញុំទេតាមពិតទៅខ្ញុំស្រឡាញ់កុងហ្វូ
មកទៀតហើយកូនប្រុសចូលយើងត្រឡប់ទៅធ្វើការវិញកូនបាទជលព្រមអូមកវិញមកកូនមកវិញមកតើមានរឿងកើតឡើងទៅនេះកន្លែងណាចេះតើអ្នកណាកំពុងចង្អុលមកខ្ញុំយល់ព្រមខ្ញុំសុំទោសខ្ញុំសុំទោសខ្ញុំគ្រាន់តែចង់ឃើញអ្នកចម្បាំងនេះថាជាណាហើយគូចាប់អារម្មណ៍ប៉ុណ្ណឹងលោកគ្រូចង្អុលមកខ្ញុំមែនទេគឺគាត់នៅណាទៅឯងគឺខ្ញុំហ៎សាកលលោកបាននាំយើងនៅអ្នកចម្បាំងនេះស្អីគេស្អីគេឈប់ណាប្រាប់លោកទៅលោកម្ចាស់អកវេចាំខ្ញុំផងខ្លាឃ្មុំផែនដាដែលទុនខ្សោយនោះมันអាចទៅរួចទេចម្លើយចំពោះបញ្ហារបស់យើងលោកម្ចាស់ធៀបនឹងចង្អុលទៅ Tigers ហើយរឿងនោះត្រូវធ្លាក់លើមុខនាងនោះគ្រាន់តែជាគ្រោះថ្នាក់មិនមានគ្រោះថ្នាក់អីទេអត់ទោសឲ្យពួកយើងផងលោកគ្រូពួកយើងបរាជ័យហើយទេប្រសិនបើខ្លាឃ្មុំផែនដានោះមិនបានឈប់នៅពេលព្រឹកបន្ទាប់មកខ្ញុំនឹងធ្វើឲ្យបរាជ័យដែរ